សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរបងប្អូនអើយគ្លៀក្តាមទៀតបងប្អូនជាតិបងប្អូនព្រោះសារវាឆ្ងាញ់ហ្នឹងហើយអាក្តាមហ្នឹងវាបានមកថ្មីទៀតបងប្អូនអើយមានទេគ្លៀហូបបាយក្រោយហ្នឹងហើយខ្ញុំថាដាក់ឲ្យជាតិហើយដល់វាជូរឲ្យដិតបន្តិចបងប្អូនជូរហើយហិលប្រៃផ្អែមហ្នឹងនិយាយថាត្រូវគ្នាណាស់បងប្អូននិយាយថាជាតិមកជាតិតាជាតិអើយបងប្អូនហើយមើលបងប្អូនឃើញមើលទៅមាត់ហើយដឹងហើយដាក់ឯងដាក់យកហ្នឹងឯងហើយថាចេះគាត់ឃើញបាយកន្លះឆ្នាំងដាច់ម៉ាត់ហើយថាដាក់ទៅជូតឆតហើយថាក្តាមសិតតែខ្លាញ់ហ្មងខ្លាញ់ពេញហ្មងអានេះបានភ្លាថាចំហុយទៀតអូអេមមកទៅឲ្យបងប្អូនអារឿងក្តាមខ្លាញ់ក្តាមបងប្អូនហ្នឹងហើយឃើញទេមើលទៅមាត់ទៅបងប្អូនដាក់យកមិនទេក្តាមហ្នឹងឆ្ងាញ់ណាស់បងប្អូនហើយវាអត់ស្អាតទេព្រោះយើងមុននឹងយើងភ្លាយើងច្បាច់ក្រូចឬក៏សិនតែយើងបើបងប្អូនដាក់ទឹកខ្មេះអាហ្នឹងបងប្អូនដាក់ត្រឹមទឹកខ្មេះទៅឲ្យរៀងចាត់ឆ្អាបចឹងទៅតែខ្ញុំច្បាច់ក្រូច3ផ្លែបង3ផ្លែហ្នឹងឲ្យវាទូឲ្យវាកាត់ជាតិឆ្អាបហ្នឹងហើយបងប្អូនហ្នឹងហើយដល់ពេលហើយយើងបានយើងបុកទឹកត្រីទឹកអីហើយយើងចាំបេះបន្លែផ្សំបន្លែសំអីមកដាក់ច្បល់ចូលគ្នានិយាយថាអូយបងប្អូនហើយជាតិណាជាតិទៅបើមិនជឿបងប្អូនសាកធ្វើហូបហើយនិយាយថាភ្លាក្តាមនេះដេញចាប់ប្រផាត់ប្រភីងតម្រាំបានបងប្អូនអានេះមិនយកមកដាក់ផ្លាសេទុកចោល2 3ថ្ងៃទេដេញចាប់មកភ្លាមបកដាក់លាងទឹកឲ្យស្អាតបុកគ្រឿងច្បាច់ក្រូចឆ្មាដាក់ចោលមកស្ទុះ10នាទីទៅ5នាទីអញ្ចឹងទៅឲ្យចូលជាតិឃើញបងប្អូនឃើញតែហូបបាយហ្នឹងដាក់យកហ្នឹងឯងនិយាយថាឆ្ងាញ់ដល់កទៅឆ្ងាញ់ឆ្ងាញ់តាឆ្ងាញ់ទេដល់ពេលខ្ញុំទៅចាប់ក្តាមបងប្អូនអត់ខ្ញុំអត់បានយកទូរស័ព្ទទៅខ្លាចវាធ្លាក់ទឹកប្រៃអញ្ចឹងទៅខូចទូរស័ព្ទកំពុងតែក្រកំពុងតែមានផងច្រឡំក្រអញ្ចឹងឲ្យខ្លាចត្រូវទឹកប្រៃអញ្ចឹងចាំមកអញ្ចឹងបានធ្វើអញ្ចឹងទៅបានឲ្យបងប្អូនមើលទស្សនាអញ្ចឹងទៅហើយនិយាយថាបងប្អូនចង់សាកភ្លីក្តាមភ្លីអីហូបបងប្អូនសាកមើលទៅបងប្អូនឆ្ងាញ់ណាស់ពេកខាងបានភ្លក់បានធ្វើហូបម្សាហើយចង់ហូបទៀតខ្ញុំមានណាខ្ញុំទៅចាប់ម្សាមានណាយកធ្វើម្សាហ្នឹងឥឡូវដាក់ម្សាទៀតញ៉ាំគេទៅញ៉ាំដូចក្តាមដុតអញ្ចឹងដាក់កឲ្យបងប្អូនហើយទៅជាតិណាស់មើលតែមាត់មើលតែដៃហ្នឹងហើយញប់ឆ្មិញដាក់យកហ្នឹងឯងដាក់ដល់ដាច់មួយចានភឹងហ្នឹងឯងបើដល់បាយវិញកន្លះឆ្នាំងអីវ៉ាណារបស់ឆ្ងាញ់ចឹងហឹលជូតឆតទៀតយោស្ទើរតែទឹកជែកទៀតបងប្អូនហើយទៅត្រូវខ្ញុំណាស់ដាច់កន្លះកេះអីមិនដឹងតាណាផងបងប្អូនហើយចុងក្រោយបងប្អូនកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំម្នាក់មួយផងហើយកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងហ្នឹងហើយបងប្អូនកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំម្នាក់មួយផងបងប្អូនខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូឲ្យបងប្អូនទស្សនាបន្តទៀតចឹងបងប្អូនណាហ្នឹងហើយកុំភ្លេចជួយចូល subscribe YouTube ខ្ញុំម្នាក់មួយផងបងប្អូនអរគុណច្រើនបាយបាយ